ការ trade future ដោយពាណិជ្ជករម្នាក់បានខាតបង់ប្រាក់ $15.86 លានក្នុងរយៈពេល 6 នាទី កាលពីថ្ងៃទី 25 ខែឧសភា ឆ្នាំ 2025 ពាណិជ្ជករដ៏ល្បីម្នាក់ឈ្មោះ James Wynn ដែលគេស្គាល់ថាជា Crypto Whale បានខាតបង់ប្រាក់ $15.86 លានក្នុងរយៈពេលត្រឹមតែ 6 នាទីប៉ុណ្ណោះ ហេតុការណ៍នេះបានកើតឡើងនៅលើ Exchange Hyperliquid ក្នុងរយៈពេលចន្លោះពីម៉ោង 6:09 នាទីដល់ម៉ោង 6:15 នាទីព្រឹក លោក James Wynn បានបើក short position មួយដ៏ធំដោយភ្នាល់ថាតម្លៃ Bitcoin នឹងធ្លាក់ចុះពីតម្លៃ $170,000 ចំនួន Bitcoin ដែលគាត់ភ្នាល់គឺ 9,402 គ្រាប់ដែលមានតម្លៃសរុប $1,000 លាន ដោយគាត់បានប្រើ leverage 40 ដងដែលមានន័យថាគាត់ជួញដូរធំជាងលុយដែលគាត់មានពិតប្រាកដ ប្រសិនបើ Bitcoin ធ្លាក់ដោយការរំពឹងទុករបស់គាត់អាចរកប្រាក់ចំណេញជាច្រើនពីការ trade មួយនេះ ប៉ុន្តែអ្វីដែលបានកើតឡើងគឺផ្ទុយពីការរំពឹងទុករបស់គាត់ទាំងស្រុង Bitcoin មិនត្រឹមតែមិនធ្លាក់ប៉ុណ្ណោះទេ តែក៏បានកើនឡើងដល់តម្លៃ $196,666 ថែមទៀត ដែលជាការកើនឡើងប្រហែល 1.5% ក្នុងរយៈពេលដ៏ខ្លី ដូច្នេះធ្វើឲ្យគាត់បាត់បង់ប្រាក់សរុប $15.86 លាន ករណីរបស់ James Wynn បានបង្រៀនយើងនៅមេរៀនជាច្រើន ទី1 គ្មាននរណាម្នាក់អាចចំណេញរហូតទេនៅក្នុងវិស័យ Crypto ទោះបីជាពួកគេមានបទពិសោធន៍និងលុយច្រើនប៉ុណ្ណាក៏ដោយ គាត់ខ្លួនឯងក៏ធ្លាប់ចំណេញ $16 លាន ពីការ trade long position កាលពីមុនដែរ ប៉ុន្តែឥឡូវគាត់នៅតែអាចខាតលុយបាន ទី2 ការប្រើប្រាស់ leverage ខ្ពស់គឺមានហានិភ័យខ្ពស់ដូចគ្នា leverage 40 ដងមានន័យថាទាំងចំណេញនិងខាតគឺត្រូវបានបង្កើនឡើង 40 ដង ប្រសិនបើមានការប្រែប្រួលក្នុងទីផ្សារវាអាចក្លាយជាការខាតបង់ដ៏ធំសម្រាប់អ្នកប្រើ leverage ខ្ពស់ ទី3 ការគ្រប់គ្រងហានិភ័យមានសារៈសំខាន់ខ្លាំងណាស់ ការដាក់ stop loss និងការកំណត់ដែនកំណត់ការខាតអាចជួយការពារពីការខាតបង់ធំបាន Crypto Trading មិនមែនជាហ្គេមឬមធ្យោបាយរកលុយលឿននោះទេ វាជាការវិនិយោគដែលមានហានិភ័យខ្ពស់ដែលតម្រូវឲ្យមានចំណេះដឹងបទពិសោធន៍និងការគ្រប់គ្រងហានិភ័យឲ្យបានល្អសម្រាប់អ្នកដែលចង់ចាប់ដើមជួញដូរ Crypto គួរតែចាប់ដើមពីតូចៗទៅមុនសិក្សាឲ្យបានស៊ីជម្រៅនិងត្រូវវិនិយោគលុយដែលបងប្អូនអាចបាត់បង់បាន